កាលពីព្រេងនាយមានគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរនៅក្នុងភូមិមួយផែនដីប្រេះក្រហែងហើយអ្នកភូមិខ្វះខាតទឹកស្រែយើងស្ងួតអស់ហើយខ្ញុំត្រូវតែជួយភូមិរបស់ខ្ញុំអ្នកភូមិចាស់បានប្រគល់កូនឈើវេទមន្តនេះទៅឲ្យតារាដើម្បីយកទៅដាំនៅលើភ្នំពិសិដ្ឋខ្ញុំសន្យាថានឹងយកកូនឈើនេះទៅដាំឲ្យបានតារាបានរៀបចំរទេះគោរបស់គេដោយមានមិត្តដ៏ស្មោះត្រង់គឺគោឈ្មោះមាសតោះមាសយើងមានដំណើរផ្លូវឆ្ងាយត្រូវទៅពួកគេបានធ្វើដំណើរកាត់វាលស្រែដ៏ក្រៀមក្រំក្រោមពន្លឺព្រះអាទិត្យដ៏ក្តៅហែងតោះមាសឆាប់ឡើងទៅមុខទៀតមិនយូរប៉ុន្មានពួកគេបានចូលដល់ព្រៃជ្រៅនិងងងឹតព្រៃនេះស្ងាត់ណាស់ប៉ុន្តែខ្ញុំមិនខ្លាចទេផ្លូវឡើងភ្នំចោតខ្លាំងណាស់តារាត្រូវចោះរុញរទេះពីក្រោយដើម្បីជួយមាសជំរុញមកមាសយើងអាចធ្វើបានទីបំផុតពួកគេបានទៅដល់កំពូលភ្នំពិសិដ្ឋដែលមានដីមានជីជាតិយើងមកដល់ហើយមាសតារាបានជីករណ្ដៅហើយដាំកូនឈើវេទមន្តដោយក្តីសង្ឃឹមសូមឲ្យដើមឈើនេះនាំទឹកភ្លៀងមកកាន់ភូមិយើងវិញផងចុះភ្លាមនោះមេឃចាប់ផ្ដើមងងឹតហើយដំណក់ទឹកភ្លៀងដំបូងក៏ធ្លាក់ចុះមកភ្លៀងធ្លាក់ហើយតារានិងមាសបានត្រឡប់មកភូមិវិញដោយជ័យជំនះភូមិទាំងមូលមានជីវិតឡើងវិញដោយសារភាពក្លាហានរបស់គេភូមិយើងមានទឹកប្រើប្រាស់វិញហើយ